ពីហានិភ័យនៃជំងឺទឹកនោមផ្អែម Watch ដែលដំបូងគេបំផុតនៅលើពិភពលោកតែម្ដងដែលសិក្សាវិភាគទៅលើកម្រិតហានិភ័យនៃជំងឺទឹកនោមផ្អែមផងដែរ គ្រាន់តែពាក់នាឡិកានេះអាចឲ្យយើងដឹងពីហានិភ័យនៃជំងឺទឹកនោមផ្អែមបានទាន់ពេលវេលា ដែលអាចប្រាប់យើងថាតើយើងមានហានិភ័យនៅក្នុងការកើតជំងឺទឹកនោមផ្អែមក្នុងកម្រិតណា ដើម្បីឲ្យយើងទៅធ្វើការព្យាបាលទាន់ពេលវេលា ហើយដើម្បីវិភាគទៅលើកម្រិតហានិភ័យនៃខ្លួនប្រាណរបស់យើងគឺខ្ញុំពិតជា recommend មែនទែនដែលនោះគឺជានាឡិកា Smartwatch Huawei Wear Fit 5 Series សម្រាប់ខ្ញុំតែថាមុខងារមួយនេះគឺសំខាន់មែនទែនដែលវាអាចធ្វើការតាមដានក៏ដូចជាវិភាគដោយយើងគ្រាន់តែធ្វើការពាក់នៅលើដៃ មកជាមួយនឹងរូបរាងស្អាតប្រណិតពាក់បានគ្រប់វ័យ ប្រើប្រាស់អក្សរខ្មែរបានពេញលេញ 100% ចឹងងាយស្រួលខ្លាំងមែនតើសម្រាប់បងប្អូនដែលគាត់ចង់មើលជាភាសាខ្មែរ ថ្មអាចរស់បាន10ថ្ងៃយើងអាចភ្ជាប់នាការមួយនេះបានទាំង iOS ក៏ដូចជា Android ដូចគ្នាដែរ ហើយបើយើងនិយាយអំពីមុខងារកីឡាកម្រិតអាជីពឬក៏មុខងារ GPS អីគឺមានដូចគ្នា អញ្ចឹងនាឡិកានេះទើបតែចេញថ្មីទេ Huawei Watch Fit 5 និង Watch Fit 5 Pro សម្រាប់នាឡិកាមួយនេះគឺបំពាក់មកជាមួយនឹង Pro Level សុខភាពហើយនឹងកីឡា All in One តែម្ដងប៉ុន្តែអ្វីដែលសំខាន់នោះគឺ បងប្អូនកក់ឥឡូវនេះគឺចំណេញបានរហូតដល់$69គឺទទួលបាន voucher បញ្ចុះតម្លៃរហូតដល់$40ទទួលបាន Huawei FreeBuds SE2 តម្លៃ$29 screen ការពារខ្សែនាឡិកាដែលឥតគិតថ្លៃជាមួយការធានា1ឆ្នាំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ និយាយទៅបងប្អូនអាចធ្វើការកក់ឥឡូវនេះនៅតាមបណ្ដាហាងដែលមានលក់ផលិតផល Huawei ណាដែលនៅជិតផ្ទះបងប្អូនបំផុត